តាំងពីមករស់នៅប្រទេសទី2នេះលើកទី1ហើយដែលខ្ញុំដើរពីផាកម៉ូរហូតដល់សាជូនិយាយទៅអ្នកនៅអូស្ត្រាលីក្រុងមែលប៊នគឺគាត់ស្គាល់ចេញដែរគឺខ្ញុំដាក់កាហ្វេមួយសិនគេជាជនទី3ហើយด้วยខ្ញុំមានអារម្មណ៍ថាខ្ញុំជាអ្នកនំបែកបំបំស្នេហាគេបងទៅចង់កាហ្វេញ៉ាំ breakfast ញ៉ាំអីជាមួយនឹងកូនខ្ញុំជាមួយម៉ាក់ខ្ញុំហើយបន្តមកទៀតបានយើងចេញពិសាទៅអានេះរយៈពេលដែលយើងដើរបើសិនជាយើងជិះឡានត្រឹមតែ9នាទីតែដើររហូតដល់58នាទីហើយបើសួរខ្ញុំថាឡានក្រុងមានមិនក៏មិនជិះឡានក្រុងគេមានទៅដល់សាជូហ្មងតែគាត់នៅថាឡានក្រុងគឺខ្ញុំជិះកើតហ្មងខ្ញុំតាំងពីមកប្រទេសទី2នេះជិត14ឆ្នាំហើយជាមួយនឹងឡានក្រុងគឺពេលខ្ញុំឡើងទៅដល់ឡានក្រុងនឹងភ្លាមគឺដឹងតែក្អួតហ្មងនិយាយទៅគឺអាចនិយាយបានថាគឺខ្ញុំពលឡានសាហាវហ្មងទៀតមិនដល់គោលដៅឯងមានអារម្មណ៍មិនដែរដើរយូរមានអារម្មណ៍មិនដែរមិនដែរស្គាល់រសជាតិនៅនិយាយមិនចាញ់ទស្សនិកជនដេកលក់មួយបាត់ហើយក្នុងកាបូបខ្ញុំគឺខ្ញុំធៀបមកហើយមានតែមីកូនមានលេកូនមានអីចឹងទៅប៉ុន្តែអត់ដែរចោលណានេះដាក់តាមខ្លួនហ្មងនេះមែនគឺស្រួលដាក់តាមខ្លួនមែនតើណាពីមុខហ្នឹងគឺខ្ញុំអត់បានហ្មងគឺខ្ញុំដាក់តាមខ្លួនរហូតហ្មងមកឥឡូវយើងមកថប់អាប់ព្រួយមេឃក្តៅមែនតើញ៉ាំមុខខ្ញុំនេះគឺខ្ញុំត្រូវការថប់អាប់ជាមួយសានគ្រីមនេះដោយសារយើងដើរហាក្តៅចឹងណាតែមុខខ្ញុំនេះប្រឡំឡើងគឺខ្ញុំលាបតែជាមួយនឹងmoisturizer ក៏ដូចជាជាមួយនឹងសានគ្រីមនេះហើយតែគាត់ថាដូចខ្ញុំនិយាយចឹងយើងដើរហាថ្ងៃកុំភ្លេចសោះជាមួយនឹងការថប់អាប់មួយថ្ងៃយើងថប់អាប់បានម្ដងទៅពីរដងល្អខ្លាំងហ្មងហើយស្បែកមុខខ្ញុំនេះខ្ញុំអត់មានដាក់ filter ណាអាចមើលបានណាអានេះលាបហើយផ្ដោតសំណាំទៅលើស្បែកមុខបានសាហាវព្រៃផ្សាយហ្មងចឹងសម្រាប់អ្នកដែលគាត់មានមុខស្ងួតមុខឡើងរោគទូរមុខក្តៅក្រហល់កាហាយហ្នឹងបងសាក់ផលជាមួយនឹង face sun cream នេះទៅឲ្យការពីក្រៅជាបានអត់ធន់អត់ក៏អត់ស្អិតអត់បណ្ដាអីមកជួយទឹកអាំងមុខនេះយកតាមខ្លួនជាប្រចាំហ្មងលក្ខណៈថាមុខក្តៅឡើងរោគទូរមុខក្រហល់កាហាយក្តៅខ្លាំងប៉ុណ្ណាក៏ដោយមិនខាំមួយក្តៅខ្លាំងប៉ុណ្ណាក៏ដោយបងបាក់ជាមួយទឹកមកអត់ឲ្យមកបានតិចហ្មងហ្នឹងបានតែនៅលើដងខ្លួនយើងទៀតណាអញ្ចឹងជាមួយនឹងប្រភេទ Sagittarius Oil the best ហ្មងខ្ញុំនិយាយមកហ៊ានធានាថា the best ហើយងាយស្រួលដាក់តាមខ្លួនមែនតើអ្នកចង់បានសានគ្រីមចង់បានជាមួយនឹងទឹកបានមុខឲ្យចូលទៅទឹកបានមុខនេះមិនត្រឹមបានតែនៅលើស្បែកមុខយើងដើរធម្មតាអញ្ចឹងណាពេលដែលបង make up ហើយពេលដែលបង make up ទៅកម្មវិធីបានមុខពេល make up ក៏ដូចជា make up ដែរបានដងទៀតអូបានមុខយើងមកលងឡើងខ្ទង់គីឡូបែបលក្ខណៈថា baby គីឡូយកហ្មងណាដើរក៏មេងើទីបំផុតគឺខ្ញុំដើរដល់សាជូហើយខ្ញុំមិនគ្រាន់តែឃើញសាភ្លាមគឺស្វាយអខ្លាំងមែនតើមកនេះដើរមកមានតែខ្នើយមានតែនឹងលើដៃមកនេះបាននេះគេតឹងបើទៀកម្មត្រឹមតែខ្ញុំមិនได้រៀងស្មីតែម៉ាក់ខ្ញុំក៏គាត់ខ្លាចដែរដើរនេះគឺដើរលក្ខណៈបែបអស់សរសៃគឺយើងដើរដល់គោលដៅនេះគឺមកដល់តែអ៊ំខ្ញុំឯងគាត់រៀបអីឲ្យញ៉ាំជុំគ្នាអញ្ចឹងទៅបើសួរថាឡានមានទៅណានេះឡានខ្ញុំគឺតាមពិតឡានខ្ញុំគឺយកមកស្វីហ្នឹងគឺលក្ខណៈស្វីធំហើយខ្ញុំយកមកស្វីនៅម្ដុំផាកម៉ូហើយប្រើរយៈពេលពេញមួយថ្ងៃបានស្វីហើយវីដេអូមានប៉ុណ្្នឹងទេអរគុណ